អ៊ីស្រាអែលសម្រុកវាយកាហ្សាលោកត្រាំថានឹងមានដំណឹងពិសេសសម្រាប់តំបន់ដើមបូព៌ាក្រោយពីប្រកាសវេទិកាអង្គការសហប្រជាជាតិចាត់ទុកជាការបង្កើតរដ្ឋប៉ាឡេស្ទីនជាការធ្វើអត្តឃាតជាតិអ៊ីស្រាអែលយោធាអ៊ីស្រាអែលបានវាយសម្រុកចូលតំបន់កាហ្សាត្រង់សង្កាត់ជាទីលំនៅឋានប្រជាជនតែម្ដងការសម្រុកវាយប្រហារនេះបានធ្វើចលនាហាម៉ាស់បាត់ដានចំណាក់ខ្មាំងពីររូបដែលគេលាក់ទុកនៅក្រុងកាហ្សាហើយនេះបើតាមសេចក្តីថ្លែងការណ៍របស់ចលនាហាម៉ាស់នៅថ្ងៃអាទិត្យទី28កញ្ញា2025បើតាមសាស័យនិងក្រុមគ្រូពេទ្យបន្ថែមទៅលើការវាយប្រហារផ្លូវអាកាសរថក្រោះអ៊ីស្រាអែលបានសម្រុកតាមផ្លូវគោកចូលសង្កាត់សាប្រាតែលអាវហាវ៉ាសៀកវ៉ាវ៉ាន់និងអាណាសៀរពោលគឺចូលកាន់តែគៀកដល់ស្នូលនឹងតំបន់ប៉ែកខាងលិចរបស់ក្រុងកាហ្សាដែលជនស៊ីវិលប៉ាឡេស្ទីនជាច្រើនសិបរយនាក់រត់ទៅជ្រកោនក្នុងរយៈពេល24ម៉ោងចុងក្រោយនេះទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងយោធាចំនួន140ចំណុចដែលមានទម្រង់ជារចនាសម្ព័ន្ធយោធានេះបើតាមសេចក្តីប្រកាសរបស់ក្រមយោធាអ៊ីស្រាអែលជាសរុបមានមនុស្សយ៉ាងហោចណាស់77នាក់បានស្លាប់គិតត្រឹមព្រឹកថ្ងៃអាទិត្យទី28កញ្ញានេះបើតាមតុល្យការផ្ដល់ដោយក្រសួងសុខាភិបាលនៅកាហ្សាដែលឲ្យសញ្ញាបន្ថែមថាពលរដ្ឋជាច្រើនសិបនាក់កំពុងដំហើយរកអាហារទាំងអស់សង្ឃឹមឯអង្គការសហប្រជាជាតិបានត្រឹមស្រែកថាប្រតិបត្តិការយោធាអ៊ីស្រាអែលបានបង្កឲ្យមានមហន្តរាយមនុស្សធម៌នៅកាហ្សាដែលមណ្ឌលសុខភាពចំនួន4របស់ក្រុងត្រូវបានបិទនិងមជ្ឈមណ្ឌលអាហារូបត្ថម្ភខ្លះក៏ត្រូវបានបញ្ឈប់សកម្មភាពតែម្ដងសូមរំលឹកថាប្រតិបត្តិការជើងគោកចូលក្រុងកាហ្សាបានចាប់ផ្ដើមតាំងពីថ្ងៃទី16ខែកញ្ញាមកដែលមានការបាញ់ប្រហារផ្លូវអាកាសយ៉ាងសន្ធប់ដែលជំវិញឲ្យជនប៉ាឡេស្ទីនជាច្រើនរយរត់ភៀសខ្លួនចេញតែច្រើនសិបពាន់នាក់ផ្សេងទៀតបន្តត្រដររស់នៅក្នុងទីប្រជុំជនក្រុងកាហ្សាដដែលសម្រាប់អ៊ីស្រាអែលការសម្រុកវាយប្រហារមានកម្មវត្ថុតែមួយគឺបញ្ចប់ជីវិតចលនាហាម៉ាស់បង្ខំឲ្យចលនាហាម៉ាស់ព្រមចែកចាយនិងដោះលែងចំណាក់ខ្មាំងទាំងអស់មកវិញប៉ុន្តែនៅថ្ងៃអាទិត្យទី28កញ្ញានេះក្រុមហាម៉ាស់បានចេញសេចក្តីថ្លែងការណ៍ប្រកាសថាប្រតិបត្តិការជើងគោកដ៏ឃោរឃៅនិងហិង្សារបស់អ៊ីស្រាអែលនារយៈពេល48ម៉ោងចុងក្រោយនៅសង្កាត់សាប្រានិងតែលអាល់ហាវ៉ាបានធ្វើឲ្យពួកគេអាចទំនាក់ទំនងជាមួយនឹងចំណាក់ខ្មាំង2នាក់ដែលគេបានលាក់ក្នុងក្រុងកាហ្សាកន្លងមកចលនាហាម៉ាស់ធ្លាប់ប្រកាសបាត់ដំណឹងចំណាក់ខ្មាំងដែលគេរំដោះបានពី3ថ្ងៃក្រោយទៅលើផ្នែកការទូតវិញចលនាហាម៉ាស់ក៏បានអះអាងថាមិនបានទទួលសំណើថ្មីស្ដីពីកិច្ចព្រមព្រៀងឈប់បាញ់នៅកាហ្សាដែលលោកដូណាល់ត្រាំបានប្រឡយឲ្យដឹងកាលពីថ្ងៃសុក្រនោះទេនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកនេតាន់យ៉ាហ៊ូក៏ត្រូវបានចូលជួបប្រធានាធិបតីអាមេរិកនៅថ្ងៃច័ន្ទទី29កញ្ញានៅសេតវិមានលោកប្រធានាធិបតីអាមេរិកក៏បានប្រកាសនៅថ្ងៃអាទិត្យនេះថាមានដំណើរពិសេសទាក់ទងទៅនឹងការចរចាសន្តិភាពនៅដើមបូព៌ាជាសំណាងដ៏ល្អសម្រាប់តំបន់ដើមបូព៌ាគ្រប់គ្នាត្រៀមជាស្រេចនឹងទទួលយកអ្វីដែលជាប្រពៃណីទី1ជាប្រវត្តិសាស្ត្រហើយនេះគឺជាសំណេររបស់លោកត្រាំទៅលើបណ្ដាញសង្គម Truth Social